សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់នៃ podcast ម្ដងទៀតហើយថ្ងៃនេះដែរ admin ទទួលបានសាច់រឿងរ៉ាវដ៏ឈឺចាប់របស់ប្រិមិត្តយមម្នាក់ដែលប្តីគាត់លួចតាក់ទងតែមានសេចក្រៅដែលគេនោះស្អាតជាងគាត់ក្មេងជាងគាត់ចឹងណាហើយសម្ដីគេផ្អែមអូខេហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងពេញរបស់គាត់ទាំងអស់គ្នាហើយរឿងរ៉ាវមួយនេះដែរខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់មានឈ្មោះថាប្អូនស្រីពៅហើយគាត់រស់នៅខេត្តកំពង់ធំហើយស្រីពៅគាត់បន្តទៀតថាគាត់អត់មានឪពុកទេគាត់មានតែម្ដាយហើយបើនិយាយពីជីវភាពគឺជួបការលំបាកខ្លាំងព្រោះមានតែម្ដាយហើយគាត់មានប្អូនស្រីម្នាក់ហើយគាត់ជាកូនច្បងកាលនៅក្មេងគាត់តស៊ូស៊ីឈ្នួលគេបោកខោអាវដកទាំងឈោករើខ្យងរើក្តាមតាមវាលស្រែហើយធ្វើម្ហូបឲ្យគេទៀតនោះបងប្អូនឆ្លៀតទៅរៀនផងរហូតទៅដល់ថ្នាក់ទី7ដោយសារលំបាកពេកក៏សុំម៉ែឈប់រៀនម្ដាយក៏មិនចង់ឲ្យកូនឈប់ទេតែគាត់មិនអាចគាត់បានហើយក៏អូខេតាមនឹងទៅហើយពេលនឹងដែរគាត់ក៏បានតាក់ទងទៅមិត្តក្នុងភូមិគាត់ម្នាក់ដែលឈ្មោះថាលីនគេធ្វើការរោងចក្រហើយគេឈប់រៀនមិនគាត់ទៀតហើយគាត់ក៏បានឡើងមកស្នាក់នៅបន្ទប់ជាមួយលីនណាម្ដងអាសន្នដោយសាលីនមានបងប្អូនច្រើននៅក្នុងបន្ទប់ជួលនោះដែរហើយសិពៅគាត់បញ្ជាក់ថាគាត់បានធ្វើការជាមួយលីនរយៈពេលកន្លងមកជាយូរខែមកហើយក៏គាត់ចាប់បានឱកាសគឺថាការងារល្អច្រើនដែលគេដាក់មកអញ្ចឹងណាហើយរយៈពេល1ខែទៅ1ខែហើយសប្តាហ៍ថ្ងៃមួយហ្នឹងសិពៅហើយនឹងលីនហ្នឹងគេដូចថាធម្មតាអ្នកធ្វើការរោងចក្រពួកគាត់តែងតែមានម៉ោងសម្រាប់ទៅទិញបាយទៅមករោងចក្រញ៉ាំអញ្ចឹងណាហើយជារៀងរាល់ដងហ្នឹងសិពៅគាត់អាចចាប់អារម្មណ៍ទេតែថ្ងៃមួយហ្នឹងគាត់បានដើរទៅទិញបាយជាមួយសេលីនហ្នឹងដូចរាល់ដងអញ្ចឹងតែមានពេលមួយនោះដែរគាត់មានអារម្មណ៍ថាដូចមានគេកំពុងមកអ្នកថាសម្លឹងមើលមកគាត់អញ្ចឹងណាហើយគាត់ក៏អត់សូវចាប់អារម្មណ៍ដែរតែមានអារម្មណ៍ថាការសម្លឹងនោះវារៀងយូរអញ្ចឹងគាត់ក៏ថាពីណាគេដែរមានអារម្មណ៍ហាប់ប្លែកសម្លឹងមើលគាត់ហើយគាត់ក៏ដែរស្គាល់គេដែរហើយដល់ពេលហើយសិពៅនោះក៏គាត់បានងាកមើលទៅក៏ឃើញថាម្នាក់ប្រុសហ្នឹងអ្នកលក់បាយមករោងចក្រហើយជាក់ស្ដែងសិពៅគាត់អត់ដែរបានគេថាចូលទិញកន្លែងហ្នឹងដែរមានតែសេលីនទេឧស្សាហ៍សេលីនហ្នឹងគេឧស្សាហ៍មកទិញបាយញឹកជាងរហដងឧស្សាហ៍សិពៅហ្នឹងគាត់គឺថាពេលខ្លះគាត់ខ្ជិលដើមមកអញ្ចឹងគាត់ផ្ញើសេលីនអញ្ចឹងណាអញ្ចឹងក៏គាត់ងាកទៅឃើញម្នាក់ប្រុសហ្នឹងរៀងស្អាតសង្ហាគួរសមហើយគេជួយលក់ម្ដាយគេដែរអញ្ចឹងណាហើយព្រោះពេលហ្នឹងម៉ោងសិពៅគាត់ទិញបាយហ្នឹងហើយគាត់ឃើញថាម្នាក់ប្រុសហ្នឹងមើលមកគាត់ហើយមើលទៀតហើយគាត់ក៏ធ្វើអៀនវិភាគធម្មតាគាត់រៀងគេថានៅស្រីដាក់អត់ចេះមាត់កដល់ពេលគេមើលមកចឹងពេកក៏គាត់អៀនដែរហើយគាត់ក៏មើលមកសេលីនហ្នឹងគាត់មើលថាមានរឿងអីចឹងណាហើយពេលហ្នឹងដែរពួកគាត់ក៏ចូលធ្វើការវិញធម្មតាតពីកាយសម្រាប់ក៏ញ៉ាំបាយហើយចឹងណាបងប្អូនហើយសិពៅគាត់បន្តថាពេលហ្នឹងក៏បានទៅបន្ទប់ជួលរៀងខ្លួនហើយសិពៅគាត់សួរដែរថាលីនមានស្គាល់ម្នាក់មួយដែលលក់បាយនៅមហុងចាក់អត់ហើយលីនក៏ថាដែរអូស្គាល់តាម្នាក់ហ្នឹងគេជួយលក់ម៉ាក់គេហើយមិនដែរហើយសិពៅក៏ថាដែរថាម្នាក់ចូលលក់មើលគ្នាអញ្ចឹងណាហើយលីនថាគេមើលលេងហ្នឹងគេឃើញបើឯងស្អាតអញ្ចឹងណាហើយគេចាប់អារម្មណ៍អញ្ចឹងហើយពេលហើយក៏សិពៅបន្តថាពេលហ្នឹងសេលីនក៏ជាងញ៉ោះដែរអញ្ចឹងណាហើយគ្នាក៏អៀនដែរដល់ពេលហើយក៏ថ្ងៃមួយហ្នឹងសិពៅថាមានគេមកអេដមកអញ្ចឹងអេដមកតាមរយៈ Facebook ហើយសិពៅគាត់ឆ្ងល់ថាមករៀងប្រហែលដូចធ្លាប់ស្គាល់អញ្ចឹងណាដល់ពេលហើយក៏គាត់ទៅ
bật chẹt xua xảy lên đến thang đã lộ bay nâng ngày hay cứ tớ chỉ bờ tha chừng ngon mấy ban ở cái Scott Facebook kia chẳng á hay tập mà tiết sẽ lên đến cổ sao bị hay sẽ bờ tha lên anh ai kê màn bên nắng sẽ lên tha kia ao thì xa có xua tha nà kê hay đi gặp hẹp thỏ tha bờ nắng vật hẹp ở cái nhom có tầm mặt thơ ca nằm bên chẳng á hay nè nó ở đây thì có môi bài kia nữa nghe hay kia score có vui cái cô ở đây hay cái con phọt ở sẽ chui càng nghe mà đài chẳng á rồi pk sầm lại bị càng nghe bao kế kia mà chui lụa hay được tham mà nè nó càng nghe cái nó này đặc ở bán đặc ấy chẳng á đã ta mà stong đi mùi là ngày hay bên nó sẽ lên chi rịp rọp hẹp tha nè nó ở đây tê có ở mưa tụ xa khơi mà chui lụa xa khơi nhục nhọm chân tơ hay rú riê và về hái shipper nó có tha đang khi toàn ở hiện được tôi dối trong tiết sân xa ở toàn score cái bá chẳng có lộ du khai du ngay tới cô ban ở hiện phim Mrs. Natic ở xa lòng pe nắng xảy lên là shipper nó thầm đá có trên pi mong ở ca nghĩa quạt của họ ấy nhầm chắc có tay đa tô mục tô lại lại phỏ lục bài nằng chọc đau một mục kia nhầm đã kia chân hàng cầm ao tháng shipper có thay dễ tháng cũng ao tha cây mò có thay dương rực chẳng á ở xa cây không nhầm đại vì dáng Costco xử lý này hay xử lý cái chi mật phẹt quạt chắc có thang ấy hiện cái tha cái hiện tục chất khá sẽ xử lý gọi bị chết thay score vui chẳng cô nhầm đã kêu bên từ mà ngày tới cô ngày mùi nắng cột của ban ở tinh bài chùm mùi xử lý hay mẹ nắng cô ban time ao thì sẽ cái thắng mồi chẳng cô ban ao bài nữa lò nó lơ ai xử lý tay lên thắng ở rồi chẳng ở shipper ok có tháng do những tết của thang chẳng dương do hết những từ nhâm nên mà cả lại chẳng là bông ồn và tọt mất tiết mà ngày cô shipper nó còn có tha ôi cái không ad màu dù đài ấy hay cái mưa tới hiện chật ở đài chẳng á hay pe khác tiết shipper có bị chạy tha mà nẹp phỏ nắng mưa tới hiện take care chưa cho tự đạn xa xua non tham mà chơi ca nghe mưa tư bộ bà ọt thơ ca hay kê nó mạch đai chẳng á miền thở một bọt chân ọt chân từ hay có thả ấy tê bàn xử lý chui na non hẹp từ mà ngày tư shipper có cổ ban ở ngày mười nắng quạt cổ hiệp cho kê tất cổ quạt mưa tư hiện tháng mưa tư trận đại cho mưa phổ pha tất hiện khoản ba đai tăng hộp hiệp ấy cùng mình chỉ hạ tham rồi phỏ bài still ở đây bài mưa tư hiện hiệp ở đó đây chẳng á sơn lên chờ này chẳng cô quát conform từ đọc về conform được tôi cho chỉ một hẹn lắm cô cho kênh từ xa phật sáng từ thư ca chẳng là ngược thư ca hay tọp máu cô quát ở thư ca thầm đa rồi hồi đã quát ở màu tục vĩnh chọn màu ca nghi rung chặn lắm cô lưu lấy lột xa tớ shipper ở đây mình là cái chặn màu khéo pi ở của xa mặt phẹ rồi cô sẽ liên để đặc biệt cho mơ tớ một profile nó nè lục bài nâng hay cô shipper nó cô bắt toán xem lại cho tha cho reply đây cất bị cha na you khai thai dương chật nghi chẳng nó hay kia nó nghe shipper có thai đai thang sang shipper ở đơn ha cô chỉ ít căn kê chẳng là bằng ổn và tao mà tiết con của bạn phải tha bên nó còn ở đơn JPA ở xa cái đã hộp tích hở chẳng cô có tháng đằng bạn này tham bạch phong cô nha tích hở tự ai bị đầy từ rồi hồi tóc bên nó cô nạp hồi nó còn khơi nào ok bạn plug kêu chẳng á có tha shipper tôi vô chắc có vậy chia sẻ lại đang có tham mà chứ shipper có tha tôi muốn nó kia ngày bà tha sus đây
dân kê nợ hay sẽ bớ cô ban sắp hỏi mi làm ha hiện yên phong ở đây mi rộng bẹp nâng á ở rộng khóc lại bị hoạt đòn cô ở toàn cho slide này rồi hô ban một lát cô slide tha rip cho kê nhây chẳng á cô mẹ phó nó có kê ảnh dễ chờ đấy cô có slide tha chẳng ở đấy chân cho kê chứ chân bà dương tha hiệp trong cho kê ở tha sai đứng khổ mang ca nghe chẳng á cô xịt bay nó có đã hụt xì nhà sticker nhóm một bài cái tha bài hiện yên á cô thầm nâng từ từ biển ca sân tần yên tần nó ta mở ca tha chi từ bốn chứng nè chập đam từ bốn một bộ quận từ bộ tộc mắt shipper của ban điệp đọc tha còn lông mau dạ pe hiện dụ đai đi cho sự mặc hai đài cô chập đau min nè tần nó chát mũi quận nè lục bài nó hiện tra đài là xa ấy mình phép xa là xa thầm đá quạt là xa khơi kia nè lục bài quạt nè thơ ca nè đài chẳng khơi nhóm tư vậy lên đập đòn kia sụt sụt tục kia từ bên mà từ hay shipper nó cô ban thử một phe xử lý nữa bà áp tư cho lan từ hay xử lý con này non tha ô ở đấy tê cái hiện khoản ba đai chơi chui chưa ở xa bụng đai giống á mưa tới cô nó con phỏ o chân ai ở đấy tê mưa chất kia từ hay chặt thòng đa môi kê chân từ chẳng ở shipper nó có còn sơ bắt đầu thường chat y môi ở lại phóng này hay du tới cô còn ban phải thay vậy đây ở của ban đông chmu ở mình nè phỏ nắng á để lục bài năng là một chạ có tha mình nè quạt ban su tha ở trẻ ngày mới nó quạt chạm được kia nó có su từ bốn hàng dương chmu ấy đây chẳng á hay cái có phải tha cái chmu bị chất chẳng có quạt ra non phải tha có chmu shipper chân tên á hay của sân tần địa kia bài hiện sát san kia thòng đá sự tình nè mình sẽ hai tờ bộ chẳng là bông ổn ta có toàn si chùm rưỡi đài rồi đó là mình pe môi nút shipper nó qua từ tin bài mình nè ai tại xa sẽ lính gọi ban tới á gọi được bộ chẳng shipper gọi ai đa tơ tinh y nhằm ấy khuôn ai ba này còn lên định buôn tơ na trăm tờ xử lý này chẳng cô tơ tinh nắng cô ban mình nè phò nắng còn ga tha hiền đó nè hiền xua nom hay giấy lên nơi một mạng quạt chẳng á ta mạng quạt của thầm đá còn đắng ấy tha con phỏ quạt chập rộng từ lơ shipper ta shipper có hiện thầm đá kia hiện yên chẳng á bông ổn và tổng mất tiết ban được chỉ thầm đá ca thôi ca hồng chạ cái tay là miền ngay sửa bài miền ngay như đây bông ổn đi tha cái chụp liêng mình đang chụp liên là không cầm ná để shipper có trong cái này phải cái chụp liên hái cô xử lý nữa thì chỉ mình phải shipper nó có ban là bùa mua vị chất đó để lục bài nó quạt máu chua luôn này tại ban phẹp shipper gì cho surprise chẳng á shipper cô tôi tham pe nó cô hiệp trong hơi ngày nó shipper thức luôn sẵn mình tên để xa shipper họ đón clip bẹp xăm anh chẳng nó bông ồn cô từ thơ ca chẳng có sơ đạt ca thơ clone này từ ngày nó shipper thơ clone sẵn mình tên bài chạy mình âm y chân tư mơ tốt like hai đập về hái lên cái cầm thi nó xử lý của một bài thằng cái ban hai ở bị chất đai và cho room đai chẳng có bài nó kia đập về hai bên nó xử lý có tha tiệt tháng tiết kiệm một đau này hai shipper có lần một cái home chẳng nó hiện thòng đá hiện chặt vào làm kia từ đai là sao từng vừa ở bắc kê giống cái mưa tới hiện ca thai chứ rồi phép bảo hết bông ồn ta p hai cô ba n một số vợ lắm vì chất nó có kê mà đo đai nằng đo là mốt khơi hay kê là nghiệm mơ shipper nó hiện dụ đai là xa ấy play hay shipper của tôi tha bên nó cầm thi chập đam số bài kê chiếng kê nhâm y thường hộp ấy chờ chung kia sao nè thời ca lòng chặn nó kê ở nệm mà chăn chui thư kia chẳng là mong ôn biểu ham hộp mà ha châu kia một tấc số bài nhâm y chạy chẳng á nè ngày hay cầm thi của ban chọc sọc group tới của pu quạt bảy plơ riêng clone từ tia chẳng là mong ôn hay shipper của tôi thay dạ p mà khai thì tôi enter
tẹt nón có năng vị chất có chập đam hiện sốt na trường họ đo chúng ta hai bố quận của ban chỉ khi lên khi bài lên in như tụi bên tụi máu đó hay shipper nó ngày môi nó quạt ban ở tụi tin bài admin chỉ liền tới chấm mối ấy hay bên năng đấy được chỉ trong ngay ở ga thắt được chỉ tập buôn cũng hẹ chứ hai cổ kia mới lụt tụi ta lụt ca em chờ tam plơ từ hai bên nắng cô vị chất năng ạ cọt ban tinh cái đầu ai tư ở shipper chun kê chỉ lựa từ bộ chân ở bông ồn xa khơi shipper nắng mơ tư cô hiện bào plơ khiêu đài chân tay bên nắng quạt ba tinh tụi ta bỏ cả trụ thì nàng em nước sấy tập pe hai cô hot ao lòng pe shipper tinh e nhăm nơi một hồng chả nằng tập pe nó shipper cô quạt ở trong đầu tôi do đài từ xa còn cơ tháng ở trong hiên do chẳng nó khai chất kề xa từng câu quá chẳng nó hay tập pe nó cô bị chật tha tụi tôi do tư buổi đi từ tập chất kê hai ngày nó cứ chỉ ngày sủng khăn đọc buôn cặp hẹn thì biết đây sản lạnh chẳng nó hay khơi kia lụi trơn chẳng cô bị trận nó có tình ai shipper tư thằng nàng tha ở tẹt nón khi cầm tháng dạ pe còn lòng mà màn khai nó ở miệng ao chiên đủ sao vì ao chẳng là bông ồn shipper còn bắt to điều đọc tha du tới cô bị trận nó ạ hiền ha tha hiền phẹp shipper nâng thành che có trong tờ chụp bụng đai shipper được khai ta shipper nó ăn nhạt ọt và pe hết shipper của tha ra tha cũng ai để sao nhung ở toàn trong mồm ấy tê sao nộp ôn riêng chẳng á hay con có thời ca họ lấy ban chờ đai con con khổ xa hay bên nắng đáy vị chất của tha đây chẳng ở ấy tê trăm mơ tê sân từ dương mơ chất kia của ban du trình nâng từ hay tập bên nắng shipper cô mi làm hàng mơ tới vị chất hiện anh chỉ ban hai chim nụ phò mà nè đây chặt tôm chặt sập hai pho chẳng á cô thưa ai một ngày tới một ngày nữa thôi ở shipper nó cô can tài luôn sờ lạnh vị chất đang luôn khang tới mỏ xa tổng vơ bị sừng đấy cày ca cho tụi đạn take care của bài giang bỏ ở vị chất năng và lời shipper của shipper cô chỉ may xây mà nè đây phép ha các phép có đau việc bộ cô mình được cho viên luôn á hay bộ luôn xong còn đai miss này ha tăng với tôi đồ đo lời nắng quát cô bây làm ha quát nó sầm nang mình tên là xa ấy pe chạy trình bị tia hay còn mà đồ nó không pin thơ ca mười một phẹ quát nắng quát ban ở tụi đây sẽ lành pin nụ hồng mình nè đây quát đã quát xong rồi hồ được quát ban ở cai cho tụi đã take care ba sự phép bờ hay năng ai shipper của quát ban được chạy tha dạ pe bu quát tẹt tơn con đi nắng cô quát đại ban ở gà tha khó pi bay đi không ai đây anh chỉ ban ha quạt sành khi trận chật chẳng nè score khi rộp ăn khi bài mình luôn khi pi ở 7 năm sen tê bóng ồn hay cô quạt ở xa tắc chật ở vị chất đai tay cho tụi đạn su non pi ở mà đai bóng ồn bỏ shipper nó được khai đó ạ mà thầm sành lành shipper tê tay quạt rồi bị pha cài bị ca pi đấy quạt nó quạt cho tụi đạn su non pi ở cổ xa nó thừa ở shipper nó canแต่สลายคลั่งตีra tay của mình đã thắng ở cái khơi thằng đây sành quạt nó cลั่งlối quạt bị tơi lơi vào chất nàyแต่xa ấy cũng ở cái tha quạt nó hiện chất nghề đây chẳng là bóng ồn tay một ngày tới một ngày cái ha tha rong á bê đôn lại cái bọt ở cái tha cây bạc ca ba này cứ vi tay này chân mà đại anh chẳng là bóng ồn hay bố cô ban score khi hộp ác đi du tới shipper của thơ ca của anh chỉ ban ha cho năm mày tung năm mày chứng cột của ban ở chu sầm ra tốt của xa cột ôn cột đại cột nó hiện còn bao cột của so lôi cạn môi trường luôn chứng từ hay mà đại cột nó cô ở bên một của ca nghe để ai tha cột công ôn pơi cột nó khai nó ban này ôn pơi cột nó có hiện lại hiện thông đây chẳng còn đây có sao lên hình khoản ba đài hay mưa từ ca tẹt nó chừng mùi nâng ở bị chật ấy nó biến cốt cô miêu hiệu ca tha ở rong móm mà sơ thế ca tốt tên kia để của thầm đá của cô ở atom snack lăng còn mưa ca tha
មើលចិត្តគ្នាបងប្អូនចឹងហីហើយពេលនឹងដែរមានថ្ងៃមួយហ្នឹងវិចិត្រហ្នឹងហៅតែថាចង់ឲ្យសិពៅហ្នឹងមើលមកគាត់ហ្នឹងច្បាស់លាស់មើលសិពៅថ្ងៃមួយហ្នឹងគាត់ក៏អាចនិយាយបានថាហៅសិពៅហ្នឹងមិនហៅតែម្នាក់ឯងបងប្អូនគាត់ហៅទាំងសេលីនទៀតដែលមិត្តភ័ក្ដិសិពៅហ្នឹងដែលគាត់ស្គាល់គ្នាយូរហ្នឹងcô ta lên tia vị chất năng tại vị chất nó cô kê hiểu một từ thu thêm mà đấy mà shop nó bông bông tay ở mưa tư khang mẹ ở vị chất cô quan hiện bên chất năng shipper đây để xa khơi shipper nó sụp hẹp đẹp xa ca như đây ấy mình trong sợt thôi chẳng nè mưa tư không bên thỉnh sốt bột hay mà ai shipper mà đây chia sai bông bông mà đây vào vị chất nó cô quan lực sắp ram tầm cho tha con kia được khai na kia mình cũng đai ý chẳng đó naហើយcôចិត្តនឹងបានរៀបរាប់ប្រាប់ពីខ្សែជីវិតរបស់សិពៅហ្នឹងឧស្សាហ៍គាត់ដឹងរឿងរ៉ាវច្រើនពីសិពៅណាអញ្ចឹងម្ដាយពេលដឹងហើយគាត់ក៏មានអារម្មណ៍ថាអាចទទួលយកបានគាត់ថាសិពៅហ្នឹងស័ក្តិសមជាមួយកូនគាត់ហើយកូនគាត់ក៏ស័ក្តិសមជាមួយសិពៅដែរឃើញថាចរិតចាស់ទុំរឿងខ្លួនហើយក៏លោកមកទៀតពួកគាត់ចាប់ដើមកាន់សិក្សាគ្នាខ្លាំងហើយក៏សិពៅហ្នឹងក៏គាត់បានថ្ងៃមួយហ្នឹងសិពៅចិត្តដាច់ថាបើសិនជានេះវិចិត្រហ្នឹងគាត់បានណែនាំបង្ហាញទៅខាងម្ដាយគាត់ហើយអញ្ចឹងcôសិពៅហ្នឹងគាត់ថាវារៀងយូរដែរហើយម្យ៉ាងcôគាត់ថាមើលទៅដល់វិចិត្រដែរហើយcôគាត់ចង់ថាលួចប្រាប់ទៅម្ដាយគាត់បរាអញ្ចឹងណាដើម្បីខាងកុំឲ្យមានរឿងអីលាក់បាំងខុសឆ្គងអីពីម្ដាយអាសាគាត់ជីកូនស្រីល្អអញ្ចឹងក៏គាត់បានខលទៅម្ដាយគាត់ក៏បានរៀបរាប់ពីដំណើរជីវិតគាត់រឿងរ៉ាវដែលរយៈពេលគាត់មកធ្វើការនៅពេញមួយសេលីនហ្នឹងជួបរឿងរ៉ាវអីខ្លះហើយគាត់បានជួបមនុស្សណាខ្លះអញ្ចឹងណានៅជុំវិញខ្លួនគាត់ហើយពេលហ្នឹងម្ដាយគាត់ក៏បានសួរថាកូនមានរឿងអីព្រោះថ្ងៃហ្នឹងមានអារម្មណ៍ថាគាត់ស្ដាប់ស្លេងគាត់ទៅកូនគាត់ទៅមានអារម្មណ៍ថាប្លែកខុសធម្មតាព្រោះធម្មតាគាត់ខលតែម្ដាយគាត់លេងសុខទុក្ខប្អូនគាត់ពីនេះពីនោះសុខភាពម្ដាយអញ្ចឹងណាតែថ្ងៃនេះគាត់មានអារម្មណ៍គាត់បានផ្ដោតរឿងហ្នឹងឯងតែគាត់ផ្ដោតថាម៉ែកូនក៏មានរៀងគាត់រៀងអស់កលាថាគាត់មានអាយុរៀងច្រើនដែរហើយគាត់ក៏បានសល់លុយហើយគ្រួសារយើងក៏រៀងធូរធារជាងមុនតិចតួចដែរបងអូនស្រីពៅគាត់រៀងចិត្តចប់ដែរអញ្ចឹងណាហើយកូនកន្លងមកកូនមកធ្វើការនៅភ្នំពេញហ្នឹងមួយលីនហ្នឹងគាត់ក៏បានថាកូនបានជួបមនុស្សប្រុសម្នាក់ប្រុសហ្នឹងគេសុភាពបារម្ភគេមើលទៅគ្រាន់បើដែរគេកូនអ្នកផ្សារលក់ដូរបាយម្ហូបនៅមុខរោងចក្រអញ្ចឹងណាហើយក៏គេមានការងារផ្សេងដែរម៉ែហើយតនេគេមកជួយលក់ជាមួយម៉ាក់គេអញ្ចឹងណាហើយគាត់នឹងខ្ញុំនឹងបានស្គាល់គ្នាហើយពេលហ្នឹងសិពៅគាត់បាននិយាយរៀបរាប់ប្រាហ្នឹងម្ដាយគាត់ក៏យល់ហើយគាត់ថាអញ្ចឹងកូនមុនកូនសម្រាប់ចិត្តម្ដាយបានគាត់បានប្រាប់គេថាណែនាំកូនខ្លះមួយចំនួនពាក្យសម្ដីអញ្ចឹងណាថាកូនបើសិនជាកូនគាត់ថាមើលតគេហ្នឹងច្បាស់លាស់មួយកូនហើយគេស្រឡាញ់កូនចេញពីចិត្តពិតប្រាកដហើយកូនសាច់ចិត្តតាមកូនចាស់មកណាយកូនអត់មានហ៊ានហាមឃាត់កូនដែរព្រោះអីតែគ្រាន់តែបើសិនជាកូនមើលគាត់បានយូរជាងនឹងទៀតក៏ល្អដែរកូនរសាយើងមិនអាចមើលឃើញតែមួយផ្លែតរយៈពេលខ្លីបានទេតែកូសេលីនហ្នឹងសិពៅហ្នឹងគាត់ក៏បានអះអាងថាអត់អីទេម្ដាយព្រោះអីចិត្តរសាកូនមើលឃើញទង្វើការជឿចិត្តទុកដាក់រវាងកូនច្រើនព្រោះអីកូនមើលដឹងថាគាត់ស្រឡាញ់កូនខ្លាំងដល់ពេលអញ្ចឹងម្ដាយឮហើយចំណុចហ្នឹងហើយគាត់មានអារម្មណ៍ថារៀងកក់ក្ដៅដែរព្រោះអីសិពៅគាត់មិនងាយនឹងចាប់អារម្មណ៍រូបប្រុសណាក៏លោកមកទុំតែគាត់និយាយរឿងរ៉ាវឈ្មោះវិចិត្រហ្នឹងប្រាប់មកគាត់អញ្ចឹងគាត់ថាថាជាកូនគាត់គិតច្បាស់លាស់ហើយមើលឃើញថាអ្នកប្រុសហ្នឹងច្បាស់លាស់មួយគាត់ហើយបានគាត់សម្រេចចិត្តប្រាប់ម្ដាយអញ្ចឹងក៏ពេលហ្នឹងសិពៅថាម្ដាយគាត់ក៏យល់ព្រមថាអូខេបើសិនជាកូនច្បាស់លាស់ជាមួយគាត់ហើយកូនអាចឲ្យម្នាក់វិចិត្រហ្នឹងមកសួរម៉ែមកខេត្តក៏បានដែរម៉ែថាអីទេកូនអាចឲ្យគាត់មកជួបម៉ែក៏បានដែរពេលហ្នឹងសិពៅ
គាត់មិនស្មានថាម្ដាយគាត់នឹងយកព្រមអញ្ចឹងណាគាត់ក៏សប្បាយចិត្តហើយពេលមួយនោះដូចថាខែចូលឆ្នាំគេអត់ធ្វើការរោងចក្របងប្អូនអញ្ចឹងសិពើគាត់បន្តថាពេលហ្នឹងវិចិត្រហ្នឹងគាត់ក្លាហានណាគាត់ហ៊ានមកជាមួយនឹងសិពើសេលីនអញ្ចឹងណាមកសុកកំណត់សិពើដល់ពេលហើយគាត់បានឃើញម៉ាក់សិពើនឹងដំបងគាត់មានថាគាត់អ៊ីនមែនតែនតែក៏មានភាពក្លាហានដែរសារអីគាត់ស្រឡាញ់កូនគេហ៎ដល់ពេលហើយគាត់ក៏បានជិបសួរអញ្ចឹងទៅនិយាយអីមើលទៅគេថាបែបមនុស្សប្រុសពិតប្រកបមើលទៅរៀងអាចទុកចិត្តបានហើយគាត់ក៏បានប្រាប់ថាខ្ញុំស្រឡាញ់កូនអ៊ំហើយច្បាស់លាស់មួយគាត់អញ្ចឹងណាខ្ញុំចង់ឲ្យម៉ាក់ខ្ញុំមកចូលចាយជើមកច្បាស់លាស់សួរចូលស្អីមិនដឹងសិពៅដល់ពេលហើយពេលហ្នឹងគាត់ងាកមើលសិពៅក៏អៀនដែរដោយសារគាត់លើកទី1ដែលគាត់ឃើញមនុស្សប្រុសម្នាក់ដែរឬក៏មនុស្សប្រុសទី1ដែលមកផ្ទះគាត់ហើយមកនិយាយច្បាស់មើលទៅថាទុកចិត្តបានមកមុខម៉ាក់គាត់អញ្ចឹងទៅដល់ពេលហើយក៏ម្ដាយគាត់ថាអូខេអត់អីទេអញ្ចឹងចាំមើលចូលឆ្នាំហើយអីទៅកូនអាចនាំគាត់ហៅកូនមកទៅសារអីគាត់មើលទៅឃើញម្នាក់ហ្នឹងវិចិត្រហ្នឹងច្បាស់លាស់មួយកូនគាត់ចឹងគាត់ហៅកូនបែបសាសនាថាអាចឲ្យម៉ាក់កូនមកជួបបានហើយមកនិយាយរឿងជាប់ពាក្យអីទៅហើយពេលនឹងដែរក៏លោកមកដូចជាគាត់មកភ្នំពេញវិញហ្នឹងទៅពួកគាត់ក៏ចាប់ដើមការថាសុបាយចិត្តណាបងប្អូនសិក្សានឹងគ្នាទៅណាមួយគ្នាលេដូចមុនហ្នឹងតែគ្រាន់តែពួកគាត់អត់ដែរលើសពីប្រពៃណីទេដល់ពេលហើយតមកគាត់ក៏បានឡើងមកពីខេត្តវិញធ្វើការធម្មតាតែថ្ងៃមួយហ្នឹងគាត់ក៏បានទៅប្រាប់ម្ដាយគាត់ឲ្យទៅចូលស្ដីនឹងដូចcôទៅនិយាយរឿងរ៉ាវភ្ជាប់ពាក្យជាមួយនឹងម៉ែសិពៅខ្ញុំសុំហៅម៉ែដោយសារសិពៅគាត់ហៅម៉ែចឹងដែរតែបើវិចិត្រគេហៅម៉ាក់ចឹងទៅដល់ពេលហើយគាត់ក៏បានរំម្ដាយគាត់ហ្នឹងទៅជួបម៉ាក់សិពៅនៅខេត្តក៏បានទៅនិយាយគ្នារឿងរ៉ាវថាភ្ជាប់ពាក្យថ្ងៃហ្នឹងថ្ងៃនេះចឹងទៅគាត់បានដាក់ជួបគ្នាហើយគាត់បានជាប់ពាក្យគ្នាយកជ្រើជាប់ពាក្យគ្នាហើយក៏គាត់បានខ្ញុំនិយាយកាត់ទៅគាត់បានជាប់ពាក្យហើយគាត់បានឡើងមកពេញហើយគាត់ធ្វើការបន្តរៀងខ្លួនអញ្ចឹងណាដោយសារពេលហ្នឹងវិចិត្រគាត់ប្រាប់ថាគាត់ត្រូវឡើងមករលុយបានគួសមដើម្បីធៀមលុយចូលគេថាចូលរោងការអស់គ្នាអញ្ចឹងណាដោយសារវិចិត្រក៏គាត់មិនជាធូរធារប៉ុន្មានដែរដោយសារគាត់នៅរលុយជាមួយម៉ាក់គាត់ដល់ពេលឥឡូវគាត់ក៏បានមកថាអូខេអញ្ចឹងគាត់មករលុយដើម្បីសន្សំការមួយសិពៅហ្នឹងទៅសិពៅក៏គាត់ធ្វើការរោងចក្រធម្មតាទៅរហូតបានរយៈពេលចិត្តកន្លះឆ្នាំគាត់ក៏បានលុយគ្រប់ទៅក៏គាត់បានរៀបការមួយគ្នានឹងសិពៅគាត់បញ្ជាក់ថាពួកគាត់បានរៀបការមួយគ្នាដោយរលូនអញ្ចឹងណាបងប្អូនអត់មានរឿងអីទៅអីទេរាំងស្ទះអីទេគាត់បានការមួយគ្នាហើយគាត់ក៏បានសុំច្បាប់គេបានរយៈពេលមួយអាទិត្យដល់ពេលហើយគាត់កាំងហើយក៏គាត់ឡើងមកពេញវិញអញ្ចឹងណាដល់ពេលហើយវិចិត្រហ្នឹងក៏គាត់បានប្រាប់សិពើថាគាត់លែងជួលលក់បាយមួយម៉ាក់គាត់ទៀតហើយសិពើហ្នឹងក៏គាត់ប្រាប់វិញថាគាត់ក៏ត្រូវរើចេញពីបាយចេញពីនេះដែរពីសេលីនដែរអញ្ចឹងពួកគាត់ហ្នឹងក៏ធម្មតាការហើយអញ្ចឹងគេតែងនៅមួយគ្នាអញ្ចឹងបងប្អូនអញ្ចឹងពួកគាត់ក៏បានជួបបន្ទប់នៅតែ2នាក់ទៅហើយគេពិសាគ្នាសិពើថាពិសាទៅថាឲ្យវិចិត្រហ្នឹងទៅគាត់ធ្វើការរបស់គាត់វិញទៅថាបើកឡានអីវ៉ាន់នៃគេអញ្ចឹងណាឲ្យតែមួយទៅវាយថាមិនជួយលក់ម៉ាក់ទេអាសាកុំឲ្យឡំមកកើគ្នាទៅហើយក៏វិចិត្រហ្នឹងគាត់ថាមានប្អូនគាត់មកជួយលក់ម៉ាក់គាត់ជំនួសគាត់ទៅអញ្ចឹងហើយសេលីនហ្នឹងសិពើហ្នឹងក៏គាត់ធ្វើការរោងចក្រធម្មតាអញ្ចឹងណាបងប្អូនហើយរយៈពេលហ្នឹងពួកគាត់ក៏ធ្វើការរៀងខ្លួនហើយសិពៅគាត់បញ្ជាក់ថាវិចិត្រហ្នឹងជាគេថាក្រោយពីរៀបការហើយហ្នឹងគាត់អត់អាចបានថាសកម្មភាពគាត់កាន់តែស្រឡាញ់សិពៅខ្លាំងទៀតសារបានរស់នៅមួយគ្នាយកចិត្តគ្នាកាន់តែខ្លាំងណា
គាត់ធ្វើការគាត់បើប្រាក់ខែមកឲ្យស៊ីពើអស់ចឹងណាដើម្បីទុកសំដាក់គោលដៅមួយគ្នាហើយវិចិត្រហ្នឹងធ្វើការកន្លែងគាត់ហ្នឹងក៏រៀងគេថារលូនទៅហើយស៊ីពើហ្នឹងក៏គាត់ទុកចិត្តគ្នាទៅវិញមកទៅចឹងទៅបងប្អូនហើយគាត់ដែរគេថាសង្ស័យទៅប្តីដែរឧស្សាហ៍អីក៏ទិនតកម្មមួយគ្នាចឹងណារហូតដល់កាមគ្នាបានចិត្តមួយឆ្នាំពួកគាត់បានសល់លុយសំដូចបានរៀងគូសំដែរហើយស៊ីពៅហ្នឹងគាត់មានអារម្មណ៍ថាថ្ងៃមួយហ្នឹងគាត់មានអារម្មណ៍ថាប្លែកជាមួយប្តីគាត់ចឹងណាដោយសារប្តីគាត់ដែរគេហៅថាបង្ហាញនគរចេញសកម្មភាពប្លែកចឹងដែរដោយសារកន្លងមកគាត់ទី1គាត់មកផ្ទះតាមកំណត់ពេលវេលាចប់ការងារម៉ោងការងារគាត់មកទៀងចឹងណាហើយសិពើក៏តែងតែរៀបចំបាយទឹកឲ្យប្តីគាត់តាមកន្លងហាមត្រែចឹងពេលវេលាចឹងទៅតែថ្ងៃមួយហ្នឹងវិចិត្រហ្នឹងគាត់មកផ្ទះយប់មែនតើហើយគាត់បានប្រាប់សិពើដែរហើយសិពើហ្នឹងគាត់ចាំមើលផ្លូវដែរហើយខទៅគាត់លើកដែរដល់ពេលហើយក៏ពេលហ្នឹងដូចជាម៉ោងរៀងយប់ហើយយប់ជ្រៅហើយគាត់ក៏មកដល់ផ្ទះសិពើក៏សួរថាថ្ងៃហ្នឹងមិនយប់ម៉ែកន្លែងការងាររបូរខ្លាំងមែនហើយមិនបានតែលើកចឹងទៅគាត់សួរធម្មតាមនុស្សស្រីគាត់តែងតែសួរនាំច្រើនទៅកាន់ខាងប្តីហីប្តីហ្នឹងដូចមានអារម្មណ៍ហាប្លែកសិពើសួរនាំទៅគាត់និយាយបែបអត់ព្រោះភាសាដាក់ប្រពន្ធរដងចឹងណាគេក៏ហក់ដាក់ប្រពន្ធទៅស្ដីឲ្យប្រពន្ធថាមិនគ្រាន់តែមកយឺតមួយថ្ងៃចឹងសួរនាំច្រើនម៉េះអញ្ចឹងណាហើយនិយាយមកបែបអត់ព្រោះហីហើយសិពើក៏ថាដែរគាត់សួរប៉ុណ្្នឹងសោះឆ្លើយធម្មតាទៅមិនអញ្ចឹងណាហើយមិនតែលើចឹងសិពើថាគាត់សុំទោសហើយវិចិត្រថាដែរថាគាត់រវល់គាត់បានលើកទេតែពេលហើយពួកគាត់ក៏កម្មករគ្នាបន្តិចទៅហើយសិពិនក៏គាត់អត់ធ្មត់ទៅព្រោះធម្មតាប្តីគាត់ដែរធ្វើរឿងអីខុសឆ្គងតាមវិការអញ្ចឹងទៅហើយគាត់ក៏បានចូលងុយទឹករៀងខ្លួនចូលកេនទៅដល់ពេលហើយរយៈពេលការរស់នៅមួយគ្នាក្រោយការនោះរយៈពេលចិត្តពី3ខែក្រោយមកcôមានអារម្មណ៍ថាប្តីគាត់ហ្នឹងកាន់តែប្លែកទៀតហើយទី1ចេះញ៉ាំស្រាមកដល់ផ្ទះរៀងជប់ជ្រៅហើយញ៉ាំស្រាសបងនិយាយអត់ដឹងមុខក្រោយទេហើយជួនកាលអាចនឹងសម្ដីលួដាក់សិពើទៀតហើយសិពើគាត់អត់ដែរគេហៅថាតាំងពីឆ្លាញ់គ្នាមករហូតដល់កាមគ្នាគាត់ដែរឃើញទង្វើរបស់វិចិត្រអញ្ចឹងទេចេះឆ្លោះចេះនិយាយសួរនាំអត់បានអញ្ចឹងណាហើយស្ដីឲ្យសិពើនឹងថាខទៅច្រើនដងម៉េះច្រើនពេកគេធុញអញ្ចឹងណារវល់ហើយទូរស័ព្ទសិពើបញ្ជាក់ថាគាត់អត់ដែរចាប់អារម្មណ៍ទូរស័ព្ទប្តីគាត់អញ្ចឹងឯងតែដោយសារពេលហ្នឹងប្តីគាត់គឺកាន់គេថាប្លែកហ្នឹងគាត់ថាទៅណាក៏កាន់ទូរស័ព្ទដែរអត់ឲ្យសិពើប៉ះឯងសិពើក៏ឆ្ងល់ដែរតែពួកគាត់គេថា password អត់ឲ្យគេស្គាល់ទេដោយសារដូចនិយាយចឹងថាវាចិត្តរៀងប្លែកតែថ្ងៃមួយហ្នឹងសិពើគាត់បានគេថាលឹបមើលឃើញវិចិត្រហ្នឹងវាយដេកូដទៅស្គាល់ដេកូដតែសិពើអត់មាត់ទេដល់ពេលថ្ងៃមួយហ្នឹងវិចិត្រហ្នឹងមកពីធ្វើការវិញក៏ចូលគេទៅសិពើហ្នឹងគាត់ឃើញឬសលេងទៅផ្ញើសារមកគាត់ក៏ងាកទៅឃើញរូបមនុស្សស្រីម្នាក់លោតពីលើអេក្រង់ហ្នឹងណាតែគាត់ដូចយកមកមើលហើយគាត់ស្គាល់តែ password ដល់ពេលគាត់ចុចមើលទៅគាត់គាំងបារហើយបងប្អូនដឹងអត់គាត់គាំងហ្មងណាគាត់អត់ស្មានថាមនុស្សដែលគាត់ស្រឡាញ់ទុកចិត្តឲ្យតម្លៃកន្លងមកហ្នឹងលួចក្បត់គាត់ពីការទៅមកគាត់ចូលមើលសារដែលគេឆាត់មួយគ្នា scroll ឡើងលើទៅគេតាក់ទងគ្នាយូរហើយម្នាក់ស្រីហ្នឹងស្អាតសិពើគាត់បញ្ជាក់ថាម្នាក់ស្រីហ្នឹងស្អាតក្មេងហើយមើលទៅគេហៅថាភាពឆើតឆាយហើយគាត់ចូលស្ដាប់សំឡេងគេហើយគឺថាគាត់អួនណែនទឹកភ្នែកអួនអង្គហើយគាត់អត់តន់ដាស់ប្តីគាត់ទេគាត់ព្យាយាមមកចូលឆាតចូលស្ដាប់ចូលមើលគេលេងជាមួយគ្នាអញ្ចឹងណាហើយស្ដាប់សំឡេងម្នាក់ស្រីហ្នឹងទៅគឺថាក្មេងហើយព្រោះគេផ្អែមនិយាយអីហើយមានអូនបងពីអូនបងទៅកាន់ប្តីគាត់ទៅអូនទៅគេវិញទៅហើយគាត់ឃើញហើយឈឺចាប់
ឈឺចាប់មែនតើតែពេលហ្នឹងគាត់ខំទប់គាត់អត់តន់រករឿងឯងព្រោះសារអីគាត់ចាំហៅថាមានឱកាសមួយគាត់ត្រូវធ្វើបែបហ្នឹងចូលស្ដាប់គេទាំងគេហៅថាអួនណែនឈឺចាប់មិនដឹងថាបោះចៃថាម៉េចព្រោះអារម្មណ៍ហ្នឹងគាត់អាចនិយាយបានថាគាត់អត់ដែរជួបប្រទេសហើយប្តីគាត់អញ្ចឹងបានគាត់ថាប្រាប់មកកាន់ admin ណាគាត់ថាប្លែកមិនដែរឲ្យកាន់ប៉ះទូរស័ព្ទហ្នឹងទៅហើយសម្ដីក៏រៀងថ្លោះជាងប្រពន្ធជាងមុនទៅហើយទាំងពីមុនណាមិនដែរហ៊ានថាឲ្យសិពៅទេនិយាយទៅគឺស្រឡាញ់សិពៅខ្លាំងហ្មងដល់ពេលហើយសិពៅហ្នឹងគាត់ងាកមើលថាប្តីគាត់ហ្នឹងឬក្បត់គាត់តាំងពីការគាត់សួរក្នុងខ្លួនគាត់ចឹងណាគាត់នៅតែអស់ចិត្តទៀតគាត់នឹកស្មានថាប្តីគាត់ហ្នឹងឬក្បត់គាត់ចឹងទេដល់ពេលហើយគាត់ក៏បានបិទធំហ្នឹងដល់ពេលហើយគាត់ក៏ចូលគេងធម្មតាតែពេលហ្នឹងគាត់ជុំឆ្អែតហើយបងប្អូនគាត់ជុំក្នុងបន្ទប់តាគាត់ប្រាប់ខ្ញុំថាគាត់ជុំឆ្អែតហើយតែគាត់ជុំឲ្យលឺសលេងហើយបងប្អូននឹងមកនិយាយឈឺចាប់ណាដែលអត់យើងលឺសលេងអញ្ចឹងវាឈឺដល់បេះដូងយើងដែលយើងខំទុកចិត្តទៅលើប្តីដែរគាត់ថាមិនដែលមានរឿងហ្នឹងកាត់ឡើងទេរហូតដល់ព្រលឹមឡើងគាត់សួរហើយគាត់បង្ហាញគេថាកាន់ទូរស័ព្ទហ្នឹងប៉ប្តីហ្នឹងសួរថាណាគេគាត់ចាប់បានណាស្ដីគាត់ហ្នឹងភាំងសបោះហើយcôស្លុតគាត់វិញមិនបានចេះចូលមើលឆាតអញ្ចឹងណាហើយគាត់ថាចូលមើលមិនបានអញ្ចឹងណាគាត់ជាប្រពន្ធមិនបានមើលមិនបានគាត់ថាហើយអ្នកស្រីណាគេគាត់ថាមិត្តការងារកន្លែងការងារគេធ្វើការងារខាងក្នុងការងារខាងក្នុងអ្នករួមការងារនិយាយសិលអូនបងអញ្ចឹងណាហើយគាត់ថានិយាយអូនបងអត់បានមែនគេនិយាយអូនបងហ្នឹងឯងសារអ្នកស្រីហ្នឹងគាត់ណែការងារឲ្យគេអាយុក្មេងជាងហើយគាត់ថាអញ្ចឹងឯងអូនបងឯងតែមើលនេះមិនទង្វើខ្លះប្រអែមល្ហែមគ្នាហើយចិត្តអូនបងហើយ take care គ្នាអញ្ចឹងពេលហ្នឹងគាត់ថាចំនួនមួយគ្នារៀងលឺដែរណាហើយសិពៅគាត់និយាយប្រាគាត់ទប់អត់បានទេបងប្អូនគាត់ថាតក់ភ្នែកគាត់មកពីណាហ្មងនិយាយហើយគាត់ឈួរអារម្មណ៍គាត់គោះដាំទ្រូងគាត់វាយខ្លួនឯងតែកំព្រៀងខ្លួនឯងហើយប្តីគាត់ហ្នឹងគេហៅថាមិនទៅជាអនិតប្រពន្ធទេណាហើយគាត់មានសារភាពដែរគាត់ស្លុតប្រពន្ធវិញហើយគាត់ថាដោយផាមនុស្សគេថាចង់បែកអស់ចិត្តគាត់អត់មានរឿងមកសុំទោសប្រពន្ធទេគាត់ថាប្រពន្ធនឹងប្រចាំឈុលប៉ុណ្ណឹងក៏ហើយរឿងគាត់ដែរហើយគាត់ថាកន្លែងការងារទៅគាត់នៅអត់ទួយកការពិតដែរដល់ពេលហើយសិពៅហ្នឹងcôខឹងcôទាញទូរស័ព្ទហ្នឹងcôធ្លាក់តែអត់បែកអត់មានបញ្ហាcôវិចិត្រហ្នឹងខឹងសិពាកហើយអត់និយាយច្រើនរើសទូរស័ព្ទចេញហ្មងចេញទៅធ្វើការដល់ពេលសិពៅហ្នឹងខាត់គេអត់បានគេក៏វាដៃទៅដួលអញ្ចឹងតាំងមកមានរឿងហ្នឹងហើយគាត់ធ្វើការគាត់បាត់មកយប់ហ្មងបាត់មកផ្ទះវិញបាត់មកយប់ហ្មងបងប្អូនដល់ពេលបាត់មកយប់ហើយរហូតដល់ស្អែកមកវិញក៏សិពៅហ្នឹងគាត់មកទៀតគាត់ថាបងដូចតាក់ទងគេពីការតែពេលឲ្យវិចិត្រហ្នឹងអាចនិយាយបានថាវិចិត្រនៅតែទទួលយកការពិតណាពេលថាគាត់គេថាមនុស្សប្រុសមាត់រឹងណាគាត់ថាគាត់បានតាក់ទងទេមិននិយាយអត់ស្ដាប់ចឹងគាត់ការតាក់ទងគ្នាធម្មតាមិត្តរួមការងារកន្លែងការងារធម្មតាហើយនិយាយរឿងការងារអញ្ចឹងប្រចាំដែរនិយាយទៅគាត់អត់ទទួលយកការពិតប្រពន្ធចាប់បានទេហើយសិពើហ្នឹងគាត់ខំមកសង្កត់ចិត្តហើយគាត់អត់មានប្រាប់រឿងរ៉ាវហ្នឹងទៅកាន់មិត្តភក្តិគាត់ណាគេទាំងអស់រួមទាំងម្ដាយគាត់ថ្ងៃមួយសិពើហ្នឹងគាត់ថាអូខេអញ្ចឹងគាត់ថាប៉ុណ្ណឹងអត់ច្បាស់លាស់ទៀតចឹងហ៎អូខេអញ្ចឹងថ្ងៃមួយហ្នឹងសិពើហ្នឹងគាត់បានទៅលឹបមើលគេហៅថាទៅអង្គុយចាំមើលកន្លែងការងារប្តីដោយសារសិពើគាត់ស្គាល់កន្លែងការងារប្តីដល់ពេលឲ្យគាត់អង្គុយមើលគាត់ឃើញបងប្អូនឃើញអីអត់ឃើញវិចិត្រហ្នឹងដូចអ្នកស្រីគេហៅថាស្រីក្មេងហ្នឹងចេញពីកន្លែងការងារព្រោះមកគេផុតការងារអីចេញទៅកន្លែងមួយសិពើហ្នឹងគឺគាត់ក្លាហានមែនតើពីផានមនុស្សគាត់ពេលហ្នឹងគេហៅថាភាពរឹងមាំឈឺចាប់
គាត់ចំហម្នាក់ឯងគាត់តាំងស្មារតីហ្មងគាត់ជិះតាមគាត់ជិះតាមឲ្យបងប្អូនមិនដឹងអត់គឺគាត់ឃើញម៉ូតូប្តីគាត់ជិះតម្រង់ចូលផ្ទះសំណាក់គាត់ឃើញហើយគឺថាពេលហ្នឹងគឺញ័រអស់ឲ្យពេញខ្លួនតែព្យាយាមថាធ្វើមកចាប់អត់បានព្រោះពេលហ្នឹងវាធម្មតាចេញពីកន្លែងការងាររៀងងាយហីអញ្ចឹងប្តីគាត់មនុស្សស្មានថាប្រពន្ធមកតន់អញ្ចឹងសិពៅគាត់ថាពេលហ្នឹងប្តីគាត់អត់មានចាប់អារម្មណ៍ទេសិពៅគាត់ជិះតាមហើយតាមទៀតរហូតបានចូលទស្សនៈហ្នឹងហើយក៏គេចូលហើយបងប្អូនដល់ពេលចូលហើយសិពៅហ្នឹងគាត់ត្រូវបានសន្តិសុខគេគាត់ទៅឧស្សាហ៍គេខ្លាចថាមានបញ្ហាកន្លែងគេអញ្ចឹងណាហើយសិពៅថាគាត់មកតាមប្តីគាត់ឧស្សាហ៍ប្តីគាត់លួចយកស្រីផ្សេងមកដេកផ្ទះសំណាក់អញ្ចឹងទៅហើយគេក៏ថាដែរថាបើសិនជាបងមានបញ្ហាជាមួយនឹងគ្រួសារបងអាចហៅគាត់តាមសម្រួលឆ្លុះខាងក្រៅទៅឲ្យមានបញ្ហាដល់ផ្ទះសំណាក់គេអ្នកសារព័ត៌មានអីមកដល់កន្លែងគេខុសឈ្មោះកន្លែងគេអញ្ចឹងណាហើយក៏សិពៅហ្នឹងជប់ម៉ូតូបងប្អូនធ្វើមិនអត់កាន់ទូរស័ព្ទមួយធៀមថតឲ្យម្ដាយពុកខាងវិចិត្រហ្នឹងឃើញថាកូនគាត់មិនអញ្ចឹងទៅហើយសិពៅថតផុសតាមមិនមានបញ្ហាអីទៅដល់ពេល50ពើខ្លះហាន់មែនតើគាត់គ្រាន់តែថតទេបងប្អូនថតទៅគាត់ហៅធម្មតាគេឡើងលើបន្ទប់ហ្នឹងហើយសិពើហ៊ានគោះទ្វារគោះទុបទៅម្នាក់ប្រុសហ្នឹងអត់តន់បើកទេទុបខ្លាំងទៅក៏ម្នាក់ប្រុសហ្នឹងសួរថាណាគេសិពើថាគាត់ឆ្លើយឲ្យបើកទ្វារវិចិត្រដឹងហ្មងដឹងថាប្រពន្ធនឹងអាចនិយាយបានថាមកតាមតន់ហ្នឹងហើយពេលហ្នឹងវិចិត្រហ្នឹងក៏ថាដែរសិពៅមែនសួរឆៅហ្មងទៅពេលបើកទ្វារមកសិពៅផ្ទះកំភ្លៀងគេថាធំនេះបានឯងអ្នកការហ្នឹងគឺផ្ទះត្រូវវាយឯងផ្ទះទៅសួរថាអ្នកស្រីនៅណាគាត់ថាគាត់ឃើញអស់ហើយវិចិត្រនៅតែរងមកទៀតថាពីណាគេអញ្ចឹងណាអូចូលផ្ទះសំណាក់ប៉ុណ្ណឹងហើយមកម្នាក់ឯងពីណាគេគាត់ថាគាត់មកសម្រាប់បើកុហកអេខ្ញុំឃើញគ្រប់យ៉ាងហើយដែលយើងដឹកគេមកអញ្ចឹងទៅcô chuaគ្នាទៅក៏គាត់ចូលសិពើនោះគាត់ខ្លាហាន់មែនតើគាត់ម្នាក់ឯងបងប្អូនគាត់កាន់ម៉ូតូសាប់ណាគាត់ចូលទៅអត់ឃើញអ្នកស្រីលើខែតែនៅក្នុងបន្ទប់ទឹកអ្នកស្រីហ្នឹងណាគឺគាត់ឃើញផ្ទាល់ហ្មងស្អាតមែនស្អាតជាងរូបថតទៀតដល់ពេលហើយគេក្មេងជាងអញ្ចឹងណាហើយអ្នកស្រីហ្នឹងក៏គាត់រៀងថាចន្លោតរវាយទៅតែវិចិត្រហ្នឹងមកខាត់មកទាញអោបគាត់ហ្នឹងអត់ឲ្យគាត់បានប៉ះម្នាក់ស្រីហ្នឹងទេហើយគាត់កាន់តែឈឺចាប់ហ្មងធម្មតាមនុស្សខ្លួនឯងស្រឡាញ់ប្តីខ្លួនឯងស្រឡាញ់អប់ទ្រូងហើយត្រូវបានក្បត់នឹងមុខហើយគេការពារឲ្យវាយបាននឹងទៀតសិពើហ្នឹងក៏គាត់យំទៅម្នាក់ប្រុសហ្នឹងថាវិចិត្រហ្នឹងគឺគាត់គេថាដេញប្រាប់ទៅស្រីមួយដែរគាត់តាក់ទងហ្នឹងរត់មកក្រៅទៅហើយពេលហ្នឹងសិពើអត់និយាយច្រើនទេថតវីដេអូហើយក៏គាត់ប្រាប់ថាអត់ចង់មានរឿងច្រើននេះហើយក៏អត់ចង់បន្តដំណើរដែរអញ្ចឹងបើសិនអ្នកការនឹងហើយសូមបញ្ចប់គ្នាហ្មងលែងគ្នាត្រឹមហ្នឹងទៅយកគេចាស់ហ្នឹងទៅព្រោះអីខ្ញុំមិនល្អខ្ញុំមិនល្អគ្រប់គ្រាន់ខ្ញុំមិនស្អាតដូចគេអញ្ចឹងទៅគាត់រៀបរាប់ហើយក៏គាត់ចេញមកទាំងយំអញ្ចឹងណាហើយពេលហ្នឹងពួកគាត់គេថាវិចិត្រហ្នឹងអត់តបានធ្វើអីម្នាក់ស្រីហ្នឹងព្រោះទំឡើងដែរបងប្អូនអញ្ចឹងcôសិពើហ្នឹងគាត់បានបញ្ជាក់ថាគាត់ចេញមកហើយចេញមកតែគាត់យំហើយគាត់ថាគាត់មិនអាចដួលបានទេព្រោះឲ្យគាត់មិនអាចទទួលយកបានទេមនុស្សតែគាត់ស្រឡាញ់គាត់អត់តម្លៃគាត់ទុកចិត្តតាំងពីស្គាល់ហើយដំបូងអញ្ចឹងសិពើហ្នឹងគាត់ចិត្តដាច់ថាគាត់លែងចង់រស់ហើយព្រោះអីគាត់ខ្មាស់ម្ដាយគាត់ហើយមនុស្សជុំវិញហើយគាត់ពិបាកទទួលយកអារម្មណ៍ហ្នឹងត្រូវគេក្បត់អញ្ចឹងណាអត់តំការអញ្ចឹងគាត់ថាគាត់លែងចង់រស់ខួរក្បាលគាត់ថាមានតែផ្លូវមួយយ៉ាងឯងគាត់បញ្ចប់ជីវិតគាត់ដោយសារអីគាត់អត់ចង់បន្តជីវិតបែបហ្នឹងអត់ជួបមនុស្សព្រមអ្នកហ្នឹងទេគាត់រកសម្រាប់ខ្លួនតែបងប្អូននឹងមកអត់គាត់ប្រាប់ថាគាត់ត្រូវភ្ញាក់រលឹកដោយពីសម្ដីម្ដាយគាត់ប្រាប់គាត់តែងតែគេថាលើកទឹកចិត្តកូនណាគាត់នឹកឃើញថាគាត់ធំដឹងក្តីមកអត់មានឪពុកទេគាត់មានតែម្ដាយអញ្ចឹងគាត់ក៏ថាគ្មានអីត្រូវ
គេថារឿងរ៉ាវប៉ុណ្ណឹងគាត់ធ្វើឲ្យគាត់ហ្នឹងត្រូវចាក់ចេញពីម្ដាយគាត់បងប្អូនគាត់ទេអញ្ចឹងគាត់ជីបារោគាត់គិតច្បុកច្បល់បារោតែសិប៉ៅហ្នឹងក៏សម្រេចថាគាត់ទៅបន្ទប់ជួលគាត់វិញគាត់បានទៅសម្រាប់ខ្លួនឯងបងប្អូនដោយសារពេលហ្នឹងគាត់នឹកឃើញមុខម្ដាយគាត់ណាដោយសារមានម្ដាយគាត់ដែលស្រឡាញ់គាត់គិតឲ្យគិតទៀតគាត់ក៏គាត់កាត់មកដល់ផ្ទះហើយក៏គាត់គាត់អត់គិតអីច្រើនទេថ្ងៃហ្នឹងគាត់ជិះមកស្រុកមកក៏អត់មានតន់ប្រាប់ម្ដាយគាត់ដែរគាត់ជិះមកដល់ផ្ទះវិចិត្រហ្នឹងក៏អត់មានមកតាមគាត់ដែរហើយជាពេលហ្នឹងគាត់ស្មានណាហើយជាពេលហ្នឹងគាត់ស្មានថាគេទៅជួបម្នាក់ស្រីដែលខាតាក់ទងគ្នាណាហ្នឹងហើយពេលហ្នឹងសិពៅគាត់បានគិតប្រាថាគាត់ធ្វើអីខុសគាត់បានធ្វើអីទង្វើអីមិនក៏បីឬក៏ក៏ឡងមកជាមួយប្តីគាត់ពួកគាត់សួរឯងថាគាត់មិនដែលធ្វើអីក្បត់អីលួចលាក់អីពីសម្ដីអីទៅកាន់ប្តីគាត់ទេគាត់ល្អអញ្ចឹងណាគាត់ស្រឡាញ់គាត់ទុកចិត្តទៅហើយហេតុអ្វីបានជាវិចិត្រនឹងនៅក្បត់គាត់នោះហេតុអីហើយសិពៅនៅសួរឯងហេតុអ្វីមនុស្សកាត់ថាពេលហ្នឹងបាត់បង់អារម្មណ៍បាត់បង់សតិបងប្អូនដោយសារគាត់នៅតែអត់យល់ថាហេតុអ្វីបានប្តីគាត់នៅក្បត់គាត់ហ្នឹងទៅតែពេលហើយគាត់ថាអូប្រហែលជាម្នាក់ស្រីហ្នឹងគេល្អជាងគាត់គេមានកន្លែងការងារល្អជាងគាត់ជាស្រីគេថាគាត់ធំតានារីរោងចក្រអញ្ចឹងទៅកាត់ដេរអញ្ចឹងទៅហើយគេជាអ្នកគេថានោះស្រីគេលេងខ្លួនគេក្មេងជាងអញ្ចឹងណាគេសម្ដីផ្អែមគេចេះតាក់ទាញចេះគេថាលួងប្តីគាត់ទៅហើយទៅពេលសិពៅក៏គាត់បានកាត់ត្រង់ថាគាត់ទៅដល់ផ្ទះម្ដាយគាត់ឃើញសកម្មភាពឃើញទស្សនភាពឯហ្នឹងគាត់ធ្លាក់ថ្លើមក្ដុកហ្មងបងប្អូនសិពៅថាម្ដាយគាត់ដឹងថាសិពៅមានរឿងហើយតែសារអីមកម្នាក់ឯងទី1ទី2គាត់ឃើញសិពៅហ្នឹងភ្នែកឡើងហើមក្រហមអស់ហើយតុកមុខស្ងប់ស្ងាត់សិពៅអត់និយាយច្រើនទេបងប្អូនដឹងមិនគាត់ចុះទៅជុំគាត់អត់ម្ដាយគាត់ណាគាត់ក៏សុំទោសម្ដាយគាត់ហើយម្ដាយគាត់ក៏តន់សួរដែរសួរនាំម្ដាយឲ្យសិពៅនិយាយចេញពីចិត្តហាមឲ្យអស់ទៅដល់ពេលហើយcôសិពៅគាត់រៀបរាប់ពីហេតុការណ៍ដែលកាត់ឡើងរវាងគាត់និងប្តីគាត់ប្រាប់ថាគាត់បានចាប់ប្តីគាត់នៅកន្លែងហើយគាត់ឲ្យមើលរូបភាពវីដេអូគាត់ថតបានអញ្ចឹងណាហើយរៀបរាប់តាមតងយំបារោអញ្ចឹងទៅប្តីហ្នឹងក៏យំតាមកូនទៅដល់ពេលហើយក៏ម្ដាយនឹងអត់ហ៊ានស្ដីបន្ទោសកូនទេឬក៏នេះទេមានលើកទឹកចិត្តអបអរសាទកូនទៅដល់ពេលហើយសិពៅគាត់កាត់ត្រង់ទៅហើយក៏ទូរស័ព្ទគាត់រោទៅគាត់ថាប្តីគាត់ណាវាចិត្តតែមកគាត់ថាអូននៅណាទៅសិពៅគាត់ថាគាត់នៅខេត្តដល់ពេលហើយសិពៅថាយើងឡើងមកខេត្តមកលេងលះគ្នាហ្នឹងហើយហើយម្ដាយសិពៅក៏គាត់កញ្ឆក់ទូរស័ព្ទពីសិពៅហ្នឹងអត់ទៅនិយាយដោយសារគាត់ឈឺចាប់ជំនួសកូនគាត់ពេកដោយសារកូនគាត់អត់ដែលជួបរឿងរ៉ាវបែបហ្នឹងកន្លងមកទេហើយគាត់ខំទុកចិត្តវិចិត្រហ្នឹងគិតថាវិចិត្រហ្នឹងអាចស្រឡាញ់មើលថែកូនគាត់រហូតដល់ចាស់ហ្នឹងទៅបានគាត់ឲ្យទៅគេហៅថាបកគោកូនស្រីគាត់ឲ្យទៅវិចិត្រហ្នឹងដល់ពេលអញ្ចឹងម្ដាយសិពៅហ្នឹងណាគាត់និយាយខ្លាំងថាឯងត្រូវមកលេងលះកូនគាត់នឹងត្រូវមកសុកសិពៅហ្នឹងត្រូវតែមកដាច់ខាតតែបងប្អូនដឹងមកយត់សិពៅថាប្តីគាត់ហ្នឹងបដិសេធថាគាត់លេងលះឯងគាត់ព្រមលេងឯងសារអីគាត់នៅសាញ់សិពៅហើយក៏សុំឱកាសសិពៅម្ដងទៀតតែបងប្អូននឹងមកយត់សិពៅថាអត់មានឱកាសលើកទី2ទី3ទេព្រោះសិពៅគាត់អាចមិនចង់ឲ្យភាពឈឺចាប់របស់គាត់មានលើកទី2ទេដល់ពេលហើយក៏ឆ្លុះប្រកែកគ្នាតាមទូរស័ព្ទហ្នឹងទៅហើយក៏សិពៅហ្នឹងបានបិទហើយក៏កន្លងមករយៈពេល2-3ថ្ងៃក៏វិចិត្រតែមកទៀតតែមកសុំឱកាសអញ្ចឹងណាតែសិពៅហ្នឹងគឺដាច់ខាងការហ្មងបងប្អូនគាត់ថាគាត់មិនអាចទទួលយកបានទៀតទេព្រោះអីគេមិនដឹងតែគេនឹងប្រឡប់ប្រឡាក់មួយម្នាក់ស្រីហ្នឹងយូរ
khảo quạt đơn á cho quạt ai dâm rụp phổ mau rụp lặng mới quạt ban đấy sao mà quạt bông ôn nâng sẽ phải ta bị đám xịt bơi quạt chim rụp bạn mình hay quạt không ga tha đây sừng không sờ lạnh ở trên bị bay đồ á trên bị chặt á chẳng quạt ai bị to cho một rụp học bạn nâng tia đi nâng ngày hay thở mà ai quạt nâng ạ khơi ga tha con chưa chặt chân tiết quạt mình ai ao bê tơ nào một clip an này bên nắng cô quạt ở ban kho tư mà ai không mấy quạt á mà ai không mấy quạt đây phải có quạt riêng rộp tam tận nào rương từ tập pe hai cô quạt ban ở sông đai sông tha tụi cả ở con bỏ quạt tơ rồi xa bị chết quạt kho tầm đơn chứ ngắn á hạt super cái tha ot nhưng mà ai tụi cả ở con mẹ tia tê xa nhưng chưa chặt chứ ngắn á xa quạt thơ trong chư mình tàn mà đơn nằng xa quạt tôi bị chặt mình đa thơ còn lỗ mà không men tay quạt ban bọt kha tha sự đây tục chất đây sờ lạnh phép bỏ sọt bọc quạt á P2 ban giấy kia so số 2 cô vị chất nè quạt ban ok quạt màu ca tha đợt bị đai lên lắc kia từ khai bò xịt bơ nằng bu quạt ban lên lắc kia tức xịt bơ tha bên nó xịt bơ ca tha nơi chất mình ha chất đạch lăng ấy bây khơi một ở vị chất á xa thầm đa cái đây sẽ lạnh viên viên cả lỗ mau chui trong thợ ở chất quạt nó biết mình chọn tha lên đặc nè tai á quạt nó khơi ga tha biết phần đấy mà ai quạt được thực chất hai quạt phẹp tha cũng âm lượng tích pi phép thư chậm mau dương một đòn tiệt chẳng nó cốn chứng từ cô thua ấy quạt nó đặc biệt đây xì nhảy tới cô quạt mình chọc nè tao nói cho mối nụ bị chật hai bố quạt cọ tao mình câu đài chẳng cọ mình ấy của bạn nâng ca bạn chạy cô thọ sờ bạt ấy đài chẳng là bông ổn chẳng quạt cô ban ở ca tha mình chọc nè tao nói một khi hai bị chật cô tao ru nâu bài chụp vật kê từ họ sẽ tới cọ đây nè tao nói thầm nâng đâu có phải lọc bài cục giang ca tha lấy mình tao nói tăng một đài khmer tăng cô một sai chẳng á tăng thằng lộn ấy từ họ sẽ tới nữa ạ quạt ban ở cái ta sầm rạp bị cang nghi ở thưa ca dạ p xong bắt mê hiện du đài xa quạt để xa phơi chất quạt mưa tha chất quạt nó rong mom ban hai bản quạt tập tờ ở cái ta thưa ca chân từ p hai quạt ở cổ ban bà xa ở rộng quạt hai cô mà đai quạt nó cổ na non phẹp tơ xịt bơ tha mình ấy tê con thật rong mom lang vinh cho tục tha với chị bọt sẵn chạy chịu bật cô này chứ được cô có không chắc á trong con thật rong mom con thật sẵn con ai ban chờ con thật vinh và có càng nghĩ thầm đa bên tơ của máy nó lực thực chất con ôn ấy chân tơ hay rương ra để còn cạn lan cho tục tha với chị sờ bẩn là cọ thì bu con tên chân á bật đai lực thực chất con hai sỉ pơn nó của thở ban ở bật phe ấy phiên xe là nè score clear tơ quạt lực thực chất sỉ pơn đôi clear chân tơ hay của quạt mau thơ ca thầm đa tức ban màn khác có quạt đô còn lại một ồn quạt đô á cả thật đô rung chả mà mình là rung chả mình nâng đây có thơ ca làm xe ở tha lộ khơi ở vị chất tiết đứng từ quạt đô tôi chỉ ngay đây cái tha bắt cái tha mình ao đan cái lại chả giống đó mình phải cục giang mòn đặc biệt chắc xịt bớt của quạt chặt đam sành khuôn ai còn phải chặt tha quạt ở mưa thai project năng mình tên là sai quạt thực luôn xa quạt phòng hỏi lôi đa tư ở ôn bơi cô ở tầm một ai cô hay còn xong tục ban tròn cô xong đây sai còn nơi mình này ai chẳng hết hơi xịt bơi quạt tơ tha bên đang ở có ba hay nè để tam sành quạt đang tại quạt thầm đá xịt bơi ở toàn bên cô là tivi quạt sạch xẹp chẳng hết bông ôn chẳng có thơ khôn căn xa tứ thơ ai giờ nè thơ ca cô mình được chung bên cô ăn chập rầm cô thì sẽ phỏng phỏng từ tại vì hai cô sẽ bấn cô quạt ai chập rầm từ kê tên sang quạt bật thầm nâng ngay con nơi mưa hai chữ ba chua chua rầm quạt chẳng á bù quạt ở toàn tôi giờ nào cái ban tê có khai chụp rương ra chân tiền rồi họ đã bắt chụp bón ní quạt còn ở tại bờ tơ rồi lôi quạt con khổ xa quạt hai quạt có toàn cất cô hướng này hạ đài nâng ngày hay sẽ đưa mà có comment tập ban nâng đài bằng ổn
ប៉ុន្តែក៏សិពៅគាត់ចង់ផ្ញើសារតាមផ្ញើទៅមិត្តនារីឬក៏អូនបងមួយចំនួនដែលគេហៅថាមុននឹងសម្រេចចិត្តយកគ្រួសារយកមិនថាសង្សារដៃគូជាដៃប្រពន្ធឯងត្រូវតែគិតគូរឲ្យច្បាស់លាស់មើលឲ្យមើលទៀតហើយមួយទៀតគឺថាបើសិនជាជួបរឿងរ៉ាវដោយគាត់សុំឲ្យរងមាំជាពិសេសគឺផ្លូវចិត្តមែនតើយើងកុំគិតខ្លីអីបងប្អូនគាត់ថាអញ្ចឹងណាត្រូវតែស្វែងខ្លួនឯងបានច្រើនទើបមានតម្លៃកាលណាយើងស្លាប់ទៅក៏មានតម្លៃដោយសារអីយើងលះបង់ជីវិតដោយសារតែមនុស្សម្នាក់ដែលអត់មានតម្លៃយើងត្រូវលះបង់អីហើយយើងនៅតែមានមនុស្សជុំវិញខ្លួនមិនថាមិត្តភ័ក្តិម្ដាយឬក៏ឪពុកបងប្អូនឯងអញ្ចឹងយើងត្រូវស្វែងខ្លួនឯងបានច្រើនហ្នឹងហើយគាត់បានតាមផ្ញើតាម admin ប៉ុណ្ណឹងហើយសាច់រឿងនេះដែរក៏ admin បានស្ដាប់ហើយមានអារម្មណ៍ថាវាជាមេរៀនល្អបបសល្អសម្រាប់អ្នកស្ដាប់ប្រិយមិត្តទាំងអស់ដែលកំពុងថាជួបរឿងរ៉ាវផាកប្រហែលសរៀងរបស់រឿងរ៉ាវរបស់សិពៅណាហើយបើសិនជាបានជួបរឿងរ៉ាវបែបហ្នឹងហើយប្រិយមិត្តត្រូវតែគេថារងមាំហើយ admin ជាចុងក្រោយ admin ក៏សូមលើកទឹកចិត្តអ្នកទាំងអស់គ្នាត្រូវតែរងមាំត្រូវតែស្វែងខ្លួនឯងបានច្រើនយើងអត់មានត្រូវបញ្ចប់ត្រឹមហ្នឹងទេចាហើយហ្នឹងឯងរឿងរ៉ាវរបស់ប្រិយមិត្តយើងអានេះដែររបស់សិពៅពិតជាប្រកបអត្ថន័យល្អមែនតើហើយក៏ admin សូមអរគុណសម្រាប់ការចូលទស្សនាស្ដាប់ទាំងអស់គ្នារបស់ប្រិយមិត្តណាអញ្ចឹង admin សូមជម្រាបលាសូមអរគុណច្រើនសុខភាពល្អទាំងអស់គ្នាបាយបាយ